ឡាននេះតម្លៃតែ20000ទីទេប៉ុន្តែ option វិញញាក់សាច់បងប្អូនមកមើលទ្វារបឺតទាំង5គ្រាប់តែម្ដងបងប្អូនទាំងខាងក្រោយទាំងទ្វារ4គ្រាប់បឺតដូចគ្នាបាទ option នេះរមិនមានទេបងប្អូននេះគឺ GOD A8 ឆ្នាំ2013បងប្អូនមកគ្រឿងនេះគឺនៅថ្មីតែម្ដងបងប្អូនទាំងសាច់ដែកទាំងទឹកថ្នាំទាំងម៉ាស៊ីនទាំងប្រអប់លេខបាទបងប្អូនតម្លៃ20000ស្ដើងទេបងប្អូនចង់បានអាចមកមើលបានណាបាទតោះមកមើលទាំងអស់គ្នាថា OD A8 ឆ្នាំ2013នេះមានចំណុចពិសេសអ្វីខ្លះបងប្អូនតោះតាមដានជាមួយខ្ញុំទាំងអស់គ្នាកុំអស់រំលងណាបងប្អូនតោះបងប្អូនមើលតែពីខាងក្រោយនេះក៏ដឹងថាទំនើបដែរ OD តែងតែ design ចេញមកគឺស្រស់ស្អាតប្លែកគេបងប្អូនបាទយើងមកមើលខាងក្រោយទាំងអស់គ្នាណែបើកមកគឺអូតូទាំងអស់តែម្ដងបាទហើយផ្នែកខាងក្រោយនេះធំទូលាយមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានឡានដែលមានតម្លៃធូរថ្លៃអាចមកមើលមួយគ្រឿងនេះបានដឹងតែមកកុំម្ដងទេនេះ option នេះឃើញអត់កប់សេរីយើងមកមើលផ្នែកខាងមុខវិញគឺកាចមែនតើបងប្អូននេះភ្លើង LED គេបណ្ដាញមកស្អាតមែនតើបាទហើយបើប៉ាណានេះមើលមកគឺស៊ីជាមួយនឹង logo តែម្ដងបាទហើយឥឡូវយើងទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាបងប្អូនថា OD នេះទំនើបកម្រិតណាតោះបងប្អូនអូយមានភ្លើង Galaxy Milky-Way ទៀតដែរបងប្អូននេះញាក់សាច់តែម្ដងបងប្អូនចូលមកដល់ខាងក្នុងនេះណាអត់ចង់ចេញទៅខាងក្រៅទេបាទចង់អង្គុយនៅនឹងឲ្យយូរបន្តិចបាទព្រោះដោយសារតែទាំងពូកស្បែកទាំងផ្នែកខាងក្នុងគឺចូលមកគឺ premium មែនតើបងប្អូនបាទបើពូកនេះយើងអង្គុយមកអត់មានអារម្មណ៍ថាហប់អីទេបងប្អូនជិះផ្លូវឆ្ងាយផ្លូវអីក៏អត់មានអារម្មណ៍ថាក្តៅខ្នងដែរព្រោះដោយសារតែវាមាននេះអាកាឡានេះពូកស្បែកហើយមានប្រហោងអញ្ចឹងយើងអង្គុយអត់ក្តៅខ្នងទេបងប្អូនហើយបើយើងមើលពីផ្នែកខាងមុខនេះវិញគឺស្អាតណាស់បងប្អូនអើយបាទ design មកញាក់សាច់តែម្ដង OD បងប្អូនហើយកន្លែងនេះមាននាឡិកាមានណាអូយបេតុងច្រើនណាស់រាប់មិនអស់ហើយបងប្អូនបាទហើយបើនិយាយពីដបូលខាងលើនេះវិញណាបងប្អូនបើកពីមុខនេះរហូតដល់ខាងក្រោយបាទបើកដបូល2តង់ណាបងប្អូនបាទអញ្ចឹងសម្រាប់បងដែលចង់បាន OD បាទអាចមកមើលមួយគ្រឿងនេះបានខ្ញុំធានាឲ្យថាមកមើលអត់មានទាស់ចិត្តទេបាទព្រោះដោយសារតែមួយគ្រឿងនេះមុននឹងយើងកាត់ចូលមកគឺយើងចម្រាញ់តែម្ដងបាទ Lancer គឺអាកាត់ចូលទេបងប្អូនអញ្ចឹងបងប្អូនដែលចង់បានអាចមកមើលមួយគ្រឿងនេះបានសាកល្បងតេស្តមើលមកជុំ2ជុំទៅពេញចិត្តបងប្អូនបងរំលោះក៏បានបងប្អូនចង់ទិញដៃក៏បានចង់វាយដូរក៏បានដូចគ្នាដែរបាទហើយមិនពេញចិត្តទេក៏មិនអីដែរបាទអត់អីទេអ្នកលក់នេះស្រួលទេតើបងប្អូនឡានមួយគ្រឿងនេះស្អាតណាស់អញ្ចឹងបងប្អូនដែលចង់បានរស់រានឡើងមកចាត់គេយកទៅមុនណាបាទអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូនេះដល់ចប់បាទអរគុណ